សួស្តីមិត្តអ្នកស្ដាប់ជាទីគោរពទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សំឡេងខ្មែរថ្ងៃនេះយើងនឹងមកស្ដាប់ Audio Book មួយដែលអាចប្ដូររបៀបគិតប្ដូរអារម្មណ៍និងប្ដូរជីវិតអ្នកបាន Audio Book នេះមានចំណងជើងថាជំហាននៃការបង្កើតទំនុកចិត្តខ្លួនឯងមនុស្សជាច្រើនរស់នៅក្នុងជីវិតដោយមានសុបិនមានគោលដៅមានបំណងចង់ជោគជ័យប៉ុន្តែពួកគេមិនហ៊ានចាប់ផ្ដើមមិនមែនព្រោះពួកគេមិនពូកែទេមិនមែនព្រោះពួកគេមិនឆ្លាតទេប៉ុន្តែព្រោះពួកគេមិនជឿលើខ្លួនឯងពេលមនុស្សម្នាក់មិនជឿលើខ្លួនឯងគេនឹងបោះបង់មុនពេលចាប់ផ្ដើមភ័យមុនពេលសាកល្បងហើយបរាជ័យមុនពេលព្យាយាមថ្ងៃនេះសូមអ្នកស្ដាប់ Audio Book នេះដោយបើកចិត្តដោយស្ងប់ហើយស្ដាប់ទៅដល់ចុងបញ្ចប់ព្រោះប្រហែលវាអាចជាពេលដែលអ្នកចាប់ផ្ដើមជឿលើខ្លួនឯងម្ដងទៀតផ្នែកទី1តើទំនុកចិត្តខ្លួនឯងជាអ្វីទំនុកចិត្តខ្លួនឯងមិនមែនជាការអួតមិនមែនជាការគិតថាខ្លួនឯងល្អជាងអ្នកដទៃទំនុកចិត្តគឺការជឿថាទោះខ្ញុំមិនទាន់ពូកែតែខ្ញុំអាចរៀនបានឧទាហរណ៍ក្មេងម្នាក់រៀនដើរគេមិនទាន់ដើរបានល្អទេគេដួលម្ដងហើយម្ដងទៀតប៉ុន្តែក្មេងនោះមិនដែលនិយាយថាខ្ញុំមិនអាចដើរបានទេគាត់ដួលក្រោកនិងដើរទៅទៀតនោះហើយគឺជាទំនុកចិត្តធម្មជាតិប៉ុន្តែពេលយើងធំឡើងសង្គមពាក្យរិះគន់និងបទពិសោធន៍បរាជ័យធ្វើឲ្យយើងចាប់ផ្ដើមសង្ស័យខ្លួនឯងផ្នែកទី2ហេតុអ្វីមនុស្សជាច្រើនខ្វះទំនុកចិត្តមានមនុស្សម្នាក់ចង់និយាយមុខមនុស្សជាច្រើនតែពេលគេគិតថាបើគេសើចបើគេរិះគន់គេបោះបង់ភ្លាមឧទាហរណ៍ជីវិតពិតមានបរិសម្នាក់មានគំនិតល្អសម្រាប់អាជីវកម្មតែគេមិនហ៊ានចាប់ផ្ដើមព្រោះគេធ្លាប់បរាជ័យម្ដងគេនិយាយថាខ្ញុំធ្លាប់ខុសហើយមិនចង់ខុសម្ដងទៀតទេប៉ុន្តែការពិតគឺគេមិនខ្លាចបរាជ័យទេគេខ្លាចអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់ផ្នែកទី3ជំហានទី1ទទួលស្គាល់ខ្លួនឯងអ្នកមិនចាំបាច់ល្អដូចអ្នកដទៃអ្នកមិនចាំបាច់ជោគជ័យលឿនដូចគេឧទាហរណ៍មានមនុស្ស2នាក់ម្នាក់ជោគជ័យនៅអាយុ25ឆ្នាំម្នាក់ទៀតជោគជ័យនៅអាយុ40ឆ្នាំតើអ្នកណាល្អជាងចម្លើយគឺគ្មានអ្នកណាល្អជាងអ្នកណាទេពេលវេលាមនុស្សមិនដូចគ្នាពេលអ្នកទទួលស្គាល់ខ្លួនឯងចិត្តអ្នកនឹងស្ងប់ហើយទំនុកចិត្តនឹងចាប់ផ្ដើមកើតឡើងវិញផ្នែកទី4ជំហានទី2បដូរសម្លេងក្នុងចិត្តសម្លេងដែលនិយាយជាមួយអ្នកច្រើនជាងគេគឺសម្លេងរបស់អ្នកខ្លួនឯងបើអ្នកនិយាយថាខ្ញុំធ្វើមិនបានទេខួរក្បាលអ្នកនឹងរកហេតុផលដើម្បីបញ្ជាក់ថាវាពិតឧទាហរណ៍មនុស្ស2នាក់ធ្វើការងារដូចគ្នាម្នាក់និយាយថាខ្ញុំសាកមើលសិនម្នាក់ទៀតនិយាយថាខ្ញុំមិនអាចទេលទ្ធផលជីវិតខុសគ្នាខ្លាំងណាស់ផ្នែកទី5ជំហានទី3សកម្មភាពតូចទំនុកចិត្តមិនកើតពីការគិតតែកើតពីការធ្វើឧទាហរណ៍អ្នកខ្លាចនិយាយមុខមនុស្សកុំចាប់ផ្ដើមពីមនុស្ស100នាក់ចាប់ផ្ដើមពីមនុស្សម្នាក់2នាក់ឬ5នាក់ពេលអ្នកធ្វើបានខួរក្បាលអ្នកនឹងនិយាយថាខ្ញុំអាចធ្វើបានហើយនោះហើយគឺជាទំនុកចិត្តផ្នែកទី6ជំហានទី4រៀនពីការបរាជ័យមនុស្សជោគជ័យមិនមែនមិនដែលខុសតែពួកគេមិនឈប់ឧទាហរណ៍ Thomas Edison សាកល្បងជាង 1000 ដងមុនបង្កើតអំពូលភ្លើងបានគាត់មិននិយាយថាខ្ញុំបរាជ័យ 1000 ដងគាត់និយាយថាខ្ញុំរកឃើញ 1000 វិធីមិនដំណើរការនេះហើយជាទំនុកចិត្តពិតប្រាកដផ្នែកទី7ជំហានទី5បង្កើតខ្លួនថ្មីរៀងរាល់ថ្ងៃអានសៀវភៅស្ដាប់ Audio Book ស្ដាប់មនុស្សល្អ
អ្នកមិនត្រូវបដូរខ្លួនឯងក្នុងមួយយប់តែបដូរបន្តិចម្ដងដោយដំណក់ទឹកអាចចោះថ្មបានបើវាមិនឈប់ស្រក់មិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីគោរពទំនុកចិត្តមិនមែនជាអ្វីដែលអ្នកកើតមកមានតែជាអ្វីដែលអ្នកបង្កើតកុំរងចាំឲ្យអ្នកដទៃជឿលើអ្នកចូលចាប់ផ្ដើមជឿខ្លួនឯងជាមុនពេលអ្នកជឿពិភពលោកនឹងចាប់ផ្ដើមជឿតាមសូមអរគុណដែលបានស្ដាប់ Channel សំឡេងខ្មែរសូមជួបគ្នាក្នុង Audiobook បន្ទាប់បើសិនជាអ្នកគិតថា Audiobook មួយនេះមានសារៈសំខាន់និងមានប្រយោជន៍សូមជួយ Subscribe និង Share ដើម្បីឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកបានស្ដាប់ Audiobook មួយនេះសូមអរគុណ